អត្ថប្រយោជន៍នៃការញ៉ាំទឹកដូងជាភេសជ្ជៈធម្មជាតិដែលសម្បូរទៅដោយសារធាតុចិញ្ចឹមនិងមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់មួយចំនួននៃការញ៉ាំទឹកដូងជំនួយដល់ការផ្ដល់ជាតិទឹកដល់រាងកាយ Hydration ទឹកដូងមានផ្ទុកអេឡិចត្រូលីតធម្មជាតិដូចជាប៉ូតាស្យូមសូដ្យូមនិងម៉ាញ៉េស្យូមដែលជួយរក្សាលំនឹងជាតិទឹកក្នុងរាងកាយជាពិសេសក្រោយពេលហាត់ប្រាណឬពេលក្តៅខ្លាំងសម្បូរទៅដោយសារធាតុចិញ្ចឹមក្រៅពីអេឡិចត្រូលីតទឹកដូងក៏មានផ្ទុកវីតាមីនជាតិសរសៃ Fiber និងសារធាតុប្រឆាំងអុកស៊ីតកម្ម Antioxidants មួយចំនួនផងដែរជំនួយដល់សុខភាពបេះដូងប៉ូតាស្យូមនៅក្នុងទឹកដូងអាចជួយគ្រប់គ្រងសម្ពាធឈាមនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងអាចជួយសម្រកទម្ងន់ទឹកដូងមានកាឡូរីទាបនិងគ្មានខ្លាញ់ដែលធ្វើឲ្យវាជាភេសជ្ជៈដ៏ល្អសម្រាប់អ្នកដែលចង់សម្រកទម្ងន់ជាតិសរសៃដែលមាននៅក្នុងទឹកដូងក៏អាចជួយឲ្យអ្នកឆ្អែតបានយូរផងដែរជំនួយដល់ប្រព័ន្ធរំលាយអាហារទឹកដូងមានផ្ទុកជាតិសរសៃដែលអាចជួយការពារការទល់លាមកនិងធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អជួយបន្សាបជាតិពុលក្នុងរាងកាយទឹកដូងអាចជួយលាងសម្អាតជាតិពុលចេញពីរាងកាយតាមរយៈការបញ្ចេញទឹកនោមល្អសម្រាប់ស្បែកទឹកដូងអាចជួយរក្សាស្បែកឲ្យមានសំណើមធ្វើឲ្យស្បែកភ្លឺថ្លានិងកាត់បន្ថយបញ្ហាស្បែកមួយចំនួនដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វាទោះបីជាទឹកដូងមានអត្ថប្រយោជន៍ច្រើនក៏ដោយអ្នកគួរតែទទួលទានក្នុងកម្រិតមធ្យមព្រោះការទទួលទានច្រើនពេកអាចបណ្ដាលឲ្យរាគឬមានបញ្ហាផ្សេងទៀតវាជាការល្អបំផុតក្នុងការទទួលទានទឹកដូងស្រស់ដែលមិនមានបន្ថែមជាតិស្ករ